សិទ្ធជួចិនត្រៃគឺជាសិទ្ធជួអចលនវត្ថុរយៈពេលវែងចាប់ពី15ឆ្នាំឡើងទៅក្នុងពេលដែលសិទ្ធជួចិនត្រៃមានអត្ថិភាពគឺមិនអាចលើសពី50ឆ្នាំបានឡើយដូច្នេះប្រសិនបើបង្កើតសិទ្ធជួចិនត្រៃលើសពី50ឆ្នាំត្រូវបន្ថយមកត្រឹម50ឆ្នាំវិញសិទ្ធជួចិនត្រៃអាចបន្តសារជាថ្មីបានប៉ុន្តែអំឡុងពេលនេះមិនអាចបន្តលើសពី50ឆ្នាំបានឡើយគិតចាប់ពីថ្ងៃដែលបានបន្តសារជាថ្មីចំពោះផលភោគវិញគឺជាសិទ្ធិប្រើប្រាស់និងអាស្រ័យផលលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃក្នុងអំឡុងពេលកំណត់ណាមួយដែលមិនអាចលើសពីមួយជីវិតរបស់ផលភោគីចំណែកឯភតិសន្យាសំដៅទៅលើកិច្ចសន្យាមួយដែលភាគីម្ខាងឲ្យទៅភាគីម្ខាងទៀតប្រើប្រាស់និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃភតិសន្យាអាចធ្វើឡើងដោយកំណត់ពេលឬមិនកំណត់អំឡុងពេលបានភតិសន្យាអចលនវត្ថុដែលមិនបានធ្វើជាលាយលក្ខណ៍អក្សរត្រូវចាត់ទុកថាជាភតិសន្យាដែលគ្មានកំណត់អំឡុងពេលហើយចំពោះភតិសន្យាដែលមានកំណត់អំឡុងពេលចាប់ពី15ឆ្នាំឡើងទៅត្រូវអនុលោមតាមបញ្ញត្តិនៃសិទ្ធិជួអចិន្ត្រៃយ៍អ្វីដែលនាងខ្ញុំបានបង្ហាញមុននេះគឺមាន3ចំណុចទី1សិទ្ធិជួអចិន្ត្រៃយ៍ទី2ផលភោគនិងទី3គឺភតិសន្យាហើយ3ចំណុចនេះគឺនាងខ្ញុំផ្ដោតតែទៅលើការកំណត់អំឡុងពេលតែប៉ុណ្ណោះសិទ្ធិជួអចិន្ត្រៃយ៍មានកំណត់អំឡុងពេលចាប់ពី15ឆ្នាំឡើងទៅប៉ុន្តែមិនអាចលើសពី50ឆ្នាំចំណែកផលភោគគេអាចកំណត់អំឡុងពេលប៉ុន្មានក៏បានដែរប៉ុន្តែមិនអាចលើសពីមួយជីវិតដែលឡែកចំពោះភតិសន្យាវិញគឺការកំណត់អំឡុងពេលក្រោម15ឆ្នាំប្រសិនបើលើសពី15ឆ្នាំត្រូវអនុវត្តទៅតាមសិទ្ធិជួអចិន្ត្រៃយ៍វិញសំណួរប្រសិនបើកិច្ចសន្យាមួយត្រូវបានបង្កើតឡើងក្នុងអំឡុងពេល20ឆ្នាំតើបងប្អូនគិតថាវាអាចចូលជាកិច្ចសន្យាមួយណាដែរ